ជំរាបសួរនាងខ្ញុំឈ្មោះទីណាហើយខ្ញុំធ្វើការនៅផ្នែកគ្រប់គ្រងមតិអប់រំនៅ CFI តោះមកជាមួយខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបដែលក្រុមរបស់យើងខិតខំប្រឹងប្រែងក្នុងការជួយដល់កុមារងាយរងគ្រោះឲ្យពួកគាត់បញ្ចប់ការសិក្សាដោយជោគជ័យក្រុមគ្រប់គ្រងមតិអប់រំគឺយើងមានការផ្ដល់ជាសម្ភារៈសិក្សាជាមធ្យោបាយធ្វើដំណើរទៅដល់សិស្សដើម្បីឲ្យពួកគាត់អាចចុះឈ្មោះចូលរៀននៅសាលារដ្ឋហើយពួកយើងក៏មានការចុះទៅលេងគ្រួសារដើម្បីពិភាក្សាជាមួយអាណាព្យាបាលក្នុងការលើកទឹកចិត្តឲ្យពួកគាត់ជំរុញកូនឲ្យនៅតែបន្តការសិក្សាចា៎ហើយពួកយើងក៏មានការចុះតាមដានវត្តមានសិស្សនៅសាលារដ្ឋហើយយើងសហការជាមួយនឹងនាយកសាលាលោកគ្រូអ្នកគ្រូដើម្បីជួយលើកទឹកចិត្តសិស្សដើម្បីឲ្យគាត់នៅតែបានទៅរៀននៅសាលាដូចគ្នាដែរយើងក៏មានការសហការជាមួយនឹងក្រុមសង្គមគិច្ចដើម្បីឲ្យពួកគាត់ជួយក្នុងការរកដំណោះស្រាយបើសិនជាកុមារមានបញ្ហាផ្សេងៗដែលគាត់អាចរៀនស្ទះទៅដល់ការសិក្សារបស់គាត់នៅសាលាសម្រាប់យុវជនមួយចំនួនថ្នាក់ចំណេះដឹងទូទៅមិនស័ក្តិសមសម្រាប់ពួកគាត់ទេដូច្នេះយើងលើកទឹកចិត្តសិស្សឲ្យងាកមករកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈវិញតាមរយៈកម្មវិធីនេះពួកគាត់អាចទទួលបានការងារដែលមានស្ថិរភាពនិងប្រាក់ខែល្អសម្រាប់គ្រប់គ្រងគ្រួសាររបស់ពួកគាត់ហើយយើងក៏មានការធ្វើការជាមួយសាកលវិទ្យាល័យដូចគ្នាយើងមានការស្វែងរកអាហារូបករណ៍សម្រាប់ពួកគាត់ហើយយើងក៏មានជាការបង់ថ្លៃអាហារូបករណ៍សិក្សារបស់ពួកគាត់ហើយមួយទៀតយើងមានការប្រជុំជាប្រចាំជាមួយពួកគាត់ដែរដើម្បីពិភាក្សាពីការសិក្សាក៏ដូចជាស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះនៅសាលានៅខាងសាកលវិទ្យាល័យហើយយើងក៏មានការធ្វើសិក្ខាសាលាជាមួយនឹងសហគមន៍នៅក្នុងស្រុកឯកភ្នំដូចគ្នាដែលមានប្រធានបទដូចជាគម្រោងគោលដៅអនាគតកុមារសម្រាប់សិស្សស្រីដែលគាត់រៀនថ្នាក់ទី6ហ្នឹងដើម្បីឲ្យពួកគាត់ដឹងថាពួកគាត់ជាក្មេងស្រីក៏អាចធ្វើការដូចជាក្មេងប្រុសដែរដើម្បីឲ្យពួកគាត់នៅតែបន្តការសិក្សាបន្តទៀតរហូតដល់ចប់ដូចក្មេងប្រុសដែរប្រធានបទមួយទៀតគឺយើងធ្វើទៅលើថ្ងៃសម្រាប់ក្មេងស្រីដែលយើងផ្ដល់ទៅដល់ពួកគាត់ឲ្យគាត់ដឹងថាការពេញវ័យរបស់ពួកគាត់តើគាត់ត្រូវត្រៀមអីគេខ្លះបើយើងក៏លេខទៅមើលក្មេងដែលឥឡូវគាត់បានរៀនជំនាញគាត់រៀននៅសាកលវិទ្យាល័យហើយអ្នកខ្លះគាត់មានការងារធ្វើគឺយើងគិតថាយើងបានធ្វើការច្រើនជាមួយពួកគាត់បើសិនជាអត់មានពួកយើងធ្វើការជាមួយពួកគាត់ទេប្រហែលជាសិស្សខ្លះគាត់អាចនឹងបោះបង់ការសិក្សាតាំងពីថ្នាក់បឋមឬក៏ថ្នាក់ទី9ហើយគាត់អាចទៅធ្វើការនៅថៃអញ្ចឹងណាឥឡូវគាត់នៅរៀនហើយគាត់មានការងារធ្វើហ្នឹងក្មេងខ្លះគឺគាត់អត់មានអាណាព្យាបាលមើលថែគាត់បានត្រឹមត្រូវទេគាត់នៅជាមួយយាយហើយម៉ាក់តាគាត់ទៅថៃទៅអីចឹងចាត់មានអ្នកណាលើកទឹកចិត្តជំរុញគាត់ទេនៅផ្ទះក្រុមយើងគឺមានតួនាទីសំខាន់ណាស់ពេលហ្នឹងគឺទៅតាមដានគាត់ទៅជជែកមួយគ្រួសារគាត់ដើម្បីឲ្យក្មេងហ្នឹងគឺគាត់អាចទៅរៀនបានទៀងទាត់កញ្ឆៃគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សផ្សេងទៀតដែលពួកយើងបានធ្វើការជាយូរណាស់មកហើយយើងពិតជាមានមោទនភាពចំពោះជោគជ័យរបស់គាត់ខ្លាំងណាស់ខ្ញុំគិតថាវាពិតជាបានបង្ហាញពីសារៈសំខាន់នៃការងារដែលក្រុមគ្រប់គ្រងមតិអប់រំរបស់យើងបានធ្វើនិងពីអ្វីដែលពួកគាត់បានផ្លាស់ប្ដូរ CFI បានជួយខ្ញុំចាប់ពីខ្ញុំរៀនថ្នាក់ទី5ដល់ទី12ក៏បានជួយជាសម្ភារៈសិក្សាអាហារហូបចុកការធ្វើដំណើរទៅសាលារៀនដូចជាកង់ក៏ជួយខ្ញុំដល់ចប់ទី12ហើយខ្ញុំបានបន្តទៅវិទ្យាស្ថានខ្ញុំរៀនជំនាញខាងសំណង់ស៊ីវិលគាត់បានជួយថ្លៃការធ្វើដំណើរដូចគ្នាសម្ភារៈសិក្សាខ្ញុំបានរៀនចប់ជំនាញនឹងរយៈពេល2ឆ្នាំរួចហើយខ្ញុំបានបន្តយកបញ្ញាបត្រហើយគាត់បានជួយជាថវិកា 50% លើខ្ញុំនិងសម្ភារៈផ្សេងៗសិស្សនៅក្នុងសហគមន៍នេះគឺពួកគាត់មានសំណាងមែនទែនដែលបានអង្គការអនាគតកុមារអន្តរជាតិគ្រប់គ្រងពួកគាត់ហើយក៏មានក្រុមគ្រប់គ្រងមតិអប់រំយើងដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគាត់ជួយគាត់ឲ្យរហូតដល់គាត់មានឱកាសអាចបន្តការសិក្សាអ្នកខ្លះបានការងារអីចឹងទៅគឺយើងគិតថាយើងជួយគាត់ច្រើនក៏លើកទឹកចិត្តឲ្យក្មេងដែលថាគាត់បានឱកាសនេះហើយគឺគាត់អាចនិយាយថាគាត់ធ្វើតាមអ្វីដែលយើងណែនាំគាត់ឲ្យបន្តការសិក្សាដើម្បីឲ្យពួកគាត់នឹងជោគជ័យទៅថ្ងៃអនាគតអរគុណសម្រាប់ការរៀនអំពីការងារដែលក្រុមយើងខ្ញុំបានធ្វើនៅផ្នែកគ្រប់គ្រងមតិអប់រំបាយបាយ